យើងធ្លាប់ដឹងមកថងខ្ចីទាំងមានស្អីមកប៉ះបន្តិចអីវាហូរឆាវអញ្ចឹងមកមានមនុស្សខ្លះមនុស្សឡងខ្ចីអញ្ចឹងដែរគេគាត់ថាប៉ះពាល់ពាក្យសម្ដីកប្បកិរិយាអីតិចតួចនឹងមុងម៉ាំងប្រុងប្រៅឆៅឆាវរឿងររ៉ាវរឿងតិចសោះហ្នឹងវាទៅជារឿងធំប៉ុណ្ណឹងពហិអញ្ចឹងតែជួនកាលខ្លះគេនិយាយឯណានោះសោះយកមកដាក់ខ្លួនអញ្ចឹងទៅក៏កើតទៅជារឿងចោតប្រកាន់គេអីចឹងទៅឬក៏អ្នកខ្លះគេនិយាយលេងអីចឹងទៅហើយដល់ជិះយើងកើតទុកបើឧទាហរណ៍ថាគេចង់ធ្វើបាបយើងគេនិយាយពាក្យអីទីឆ្កងយើងដេកកើតទុកបណ្ដោយអាហ្នឹងចំណុចខ្សោយរបស់យើងវាអាចថានៅនឹងដូចថាមាននិស័យពីកំណើតឆេបឆាយច្រើនវាអាចថាមកពីបុគ្គលហ្នឹងជួយចិត្តអន្សំទម្លាប់ឧបនិស្ស័យដែលមិនបានអប់រំល្អហ្នឹងគោប្រងប្រៅឆេវឆាវមិនស្ដាប់ធម៌ស្ដាប់អាអីចឹងទៅឬក៏អ្នកនឹងអាចមកពីជំងឺក៏អាចឆេវឆាវច្រើនដែរចឹងតើយើងកុំសូវដូចថាប្រតិកម្មលះពេកស្ដាប់យើងមកពិចារណាសិនទៅបើឧទាហរណ៍ថាពេលគេនិយាយនឹងវាឌឺដងមកលើយើងទេអានឹងបាបគេតាគេឌឺគេដងគេបិឈឺគេមានបំណងចង់ឲ្យយើងឈឺចាប់ហ្នឹងគេអ្នកមានបាបហើយគេយកភ្លើងមកបាចដាក់យើងប៉ុន្តែបើយើងចង់ក្តៅយើងទទួលទៅក្តៅជាមួយគេដែរបើយើងមិនចង់ក្តៅទេអើយចូលចិត្តដុតខ្លួនឯងម៉េះចូលចិត្តយករឿងអត់ប្រយោជន៍ទុកក្នុងគូក្បាលម៉េះអាណិតមិនមែននិយាយចឹងឌឺដងណាប៉ុន្តែនឹកអាណិតក្នុងចិត្តចឹងហ្នឹងចឹងវាតតែយើងមានវិធីព្យាបាលផ្លូវចិត្តហ្នឹងឧទាហរណ៍ថាឲ្យមានខន្តីទាំងហ្នឹងហើយជីវិតហ្នឹងវាអញ្ចឹងពេលខ្លះបានពេលខ្លះមិនបានពេលខ្លះគេធ្វើត្រូវចិត្តពេលខ្លះគេធ្វើមិនត្រូវចិត្តมันអាចស្អីចេះថាបានល្អរហូតទេមានខន្តីអត់ធន់អញ្ចឹងមានស្មារតីពេលខឹងធ្វើមិនចេះខឹងបាត់យើងខាត់មិនបានទេវាជាចិត្តរបស់ប្រតិជនមានកលេសហ្នឹងអញ្ចឹងមានប៉ុន្តែគាត់មានស្មារតីដូចយើងមានហ្វ្រាំងទប់អញ្ចឹងហើយមួយទៀតទៅឧទាហរណ៍ថាយើងមានបញ្ញាយើងមើលឃើញដំណើរធម្មជាតិនៃជីវិតហ្នឹងវាមិនមែនចេះតែបានអីដូចចិត្តទេវាតាមហេតុរបស់វាបើមានហេតុក៏បានបើមិនទាន់មានហេតុគ្រប់គ្រាន់ក៏មិនបានដែរអញ្ចឹងវិធីសាស្ត្រច្រើនមានមេត្តាផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងផ្ដល់សេចក្តីស្រឡាញ់ដល់សពសត្វទាំងអស់ហើយទៅជាទៅជុំទៅយើងមិនសូវកាត់ទុកខ្លាំងទេដោយសារអានុភាពនៃពធហ្នឹងឯង